OK សួស្តីអ្នកនរគ្នាយើងមកទៅចែកគ្នាអំពីការបម្រែបម្រួលនៃតម្លៃហាងឆេងមាសក៏ដូចជាប្រាក់ដុល្លារមួយរយៈនេះបន្តិចណាអូខេអញ្ចឹងតាក់ទងទៅនឹងតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិតាំងពីដើមខែឧសភានេះមកបងប្អូនមកទល់ឥឡូវនេះគឺនៅលើទីផ្សារមានការប្រែប្រួលចំនួនប្រហែលជា$263ជាងនៅក្នុងមួយអោនបើយើងគិតពីទីផ្សារនៅខាងក្រៅនេះវិញបាទគឺមានការប្រែប្រួលប្រហែលជា$300ជាងទេបងប្អូននៅក្នុងមួយតម្លឹងបាទចឹងខ្ញុំជឿជាក់ថាតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិក៏ដូចជាទីផ្សារនៅក្នុងស្រុកបច្ចុប្បន្ននេះបាទគឺនៅចន្លោះតម្លៃ$5050ជាងបាទនៅក្នុងមួយតម្លឹងអញ្ចឹងកំពុងតែជួញដូរនៅក្នុងរង្វង់ដែរបងប្អូនបាទអញ្ចឹងតាក់ទងទៅនឹងការបម្រែបម្រួលនៃតម្លៃហាងឆេងមាសបាទសម្រាប់សប្តាហ៍ចុងក្រោយនេះបងប្អូនបាទថ្ងៃទីបាទ19បាទអញ្ចឹងឃើញថាតម្លៃទីផ្សារបាទការពីម្សិលមិញមកទល់ថ្ងៃនេះគឺមានការធ្លាក់ចុះបងប្អូនបាទចឹងតាក់ទងទៅនឹងព័ត៌មានខាងក្រៅបាទកាលពីសប្តាហ៍មុននោះបាទគឺលោក Donald Trump ទៅជួបជាមួយនឹងប្រធានាធិបតីប្រទេសចិនបាទលោក Xi Jinping ក៏មានការចរចាគ្នាមួយចំនួនបាទហើយក៏លើកយកប្រធានបទតាក់ទងនឹងសង្គ្រាមមកជជែកដូចគ្នាបាទរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដូចជាបញ្ហាភាពតានតឹងនៅរវាងហៅថាកោះតៃវ៉ាន់បងប្អូនបាទចឹងតាក់ទងនឹងលទ្ធផលនោះគឺឃើញថាសហរដ្ឋអាមេរិកបាទក៏ដូចជាប្រទេសចិនបាទចិនបានយល់ព្រមបាទក្នុងការទិញយន្តហោះ Boeing ធំពីសហរដ្ឋអាមេរិកចំនួនរហូតដល់200គ្រឿងបងប្អូនហើយក៏ដូចជាហៅថាទិញបាទផលិតផលកសិកម្មពីប្រជាពលរដ្ឋអាមេរិកបាទរហូតដល់$17,000 លានបាទប្រចាំឆ្នាំផងដែរបាទអញ្ចឹងនេះគឺជាសមិទ្ធផលមួយដែលសម្រាប់ការជួបរបស់លោក Donald Trump ជាមួយនឹងលោក Xi Jinping ហើយយើងងាកមកកាន់បញ្ហាបច្ចុប្បន្ននេះទៀតសោតបាទតាក់ទងនឹងសង្គ្រាមនៅមជ្ឈមបូព៌ាបាទលោក Donald Trump គឺព្យាយាមដាក់កំហិតឲ្យអ៊ីរ៉ង់បាទធ្វើការទទួលយកការចរចាបើមិនដូច្នោះទេគាត់នឹងធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់បាទអញ្ចឹងអ្វីដែលលោក Trump ចង់បានពីខាងអ៊ីរ៉ង់បងប្អូនបាទគឺតាក់ទងនឹងបញ្ហានុយក្លេអ៊ែរបាទអញ្ចឹងសហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសអ៊ីរ៉ង់មានការបង្កើតកម្មវិធីនុយក្លេអ៊ែរហ្នឹងទេបាទប៉ុន្តែអ៊ីរ៉ង់គឺមិនយល់ស្របអញ្ចឹងទៅធ្វើឲ្យមានការហៅថាឆ្លោះគ្នាបាទភាពតានតឹងនៅតែបន្តកើនឡើងនៅមជ្ឈមបូព៌ាបាទហើយរាំងស្ទះបាទតម្លៃប្រេងបាទអញ្ចឹងច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់គ្រប់គ្រងហ្នឹងគឺមានការនាំចូលនាំចេញប្រេងរហូតដល់20%សម្រាប់ទីផ្សារពិភពលោកបាទអញ្ចឹងបច្ចុប្បន្ននេះគឺមានការបិទគប់បាទអញ្ចឹងគឺវាប៉ះពាល់ខ្លាំងមែនតើទៅដល់តម្លៃប្រេងហើយរុញច្រាយតម្លៃមាសបាទមានការធ្លាក់ចុះបាទហើយយើងឃើញថាតាក់ទងទៅនឹងបញ្ហាបច្ចុប្បន្ននេះទៀតសោតបងប្អូនបាទសម្រាប់អតិផរណានៅខាងសហរដ្ឋអាមេរិកបាទទិន្នន័យដែលចេញបាទកាលពីប្រហែលសប្តាហ៍កន្លងទៅសម្រាប់អតិផរណាប្រចាំឆ្នាំនៅខាងសហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់3.8% បងប្អូនបាទអញ្ចឹងអតិផរណាគឺខ្ពស់មែនតើបាទអញ្ចឹងសម្រាប់ការណាតែអតិផរណាមានការកើនឡើងខ្ពស់បងប្អូនបាទធនាគារកណ្ដាលនៅសហរដ្ឋអាមេរិកបាទនៅខែក្រោយនេះបាទថ្ងៃទី18អាចនឹងមានការសម្រេចចិត្តទម្លាក់ឬមួយក៏តម្លើងអត្រាការប្រាក់ឲ្យបាទសម្រាប់ព័ត៌មានចេញពីខាងសហរដ្ឋអាមេរិកបាទដូចយើងដឹងហើយយើងទិញលក់ហាងឆេងមាសជាមួយនឹងប្រាក់ដុល្លារបងប្អូនបាទអញ្ចឹងតើកាលណាប្រាក់ដុល្លារឡើងថ្លៃតម្លៃហាងឆេងមាសធ្លាក់ចុះបើសិនជាប្រាក់ដុល្លារធ្លាក់ថ្លៃបាទតម្លៃហាងឆេងមាសនឹងមានការងើបឡើងបាទហើយបច្ចុប្បន្ននេះបាទតាក់ទងនឹងព័ត៌មានមួយហ្នឹងគឺយើងអត់ទាន់ដឹងទេប៉ុន្តែយើងឃើញថាអតិផរណានៅខ្ពស់បងប្អូនបាទអញ្ចឹងជានិច្ចការធនាគារកណ្ដាលនៅខាងសហរដ្ឋអាមេរិកអាចនឹងរក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់បាទរុញច្រាយតម្លៃលុយដុល្លារកាន់តែកើនឡើងតម្លៃមាសអាចនឹងបន្តស្រុតចុះបាទឬមួយក៏នៅត្រឹងនៅតម្លៃបច្ចុប្បន្នហ្នឹងឯងបាទហើយយើងឃើញថាតាក់ទងទៅនឹងសន្ទុះនៃប្រាក់ដុល្លារបងប្អូនបាទបច្ចុប្បន្ននេះលុយដុល្លារគឺហៅថារឹងមាំមែនទែនបាទរហូតដល់99ពិន្ទុជាងបាទដែលជាហេតុរុញច្រាយតម្លៃមាសបច្ចុប្បន្ននេះធ្លាក់ចុះបាទគួបផ្សំជាមួយនឹងបញ្ហាភាពតានតឹងនៅមជ្ឈមបូព៌ាផងដែរបាទដែលរុញច្រានឲ្យតម្លៃប្រាក់ដុល្លារមានការកើនឡើងបាទតម្លៃប្រេងមានការធ្លាក់ចុះបាទអូខេអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបានព្យាករណ៍បាទក៏ដូចជាសង្ខេបជូនទៅកាន់បងប្អូនដែលទស្សនាវីដេអូ page ផ្លូវការរបស់យើងបាទអញ្ចឹងបើសិនជាបងប្អូនជាអ្នកដែលចង់វិនិយោគបាទទិញលក់ជាមួយនឹងតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបាទជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់បាទដែលយើងបង្កើតតាំងពីឆ្នាំ2017បងប្អូនបាទរាល់សាច់ប្រាក់របស់បងប្អូនគឺត្រូវបានទុកជាមួយនឹងធនាគារដោយមានការឃ្លាំមើលបាទក៏ដូចជាការអនុញ្ញាតពីនាយកដ្ឋានមូលបត្រកម្ពុជាបងប្អូនបាទអញ្ចឹងនេះគឺជាចំណុចល្អមែនទែនសម្រាប់បងប្អូនដែលមានបំណងចង់វិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិបាទអញ្ចឹងពីខ្ញុំគឺមានប៉ុណ្ណឹងបងប្អូនបាទរាល់ចម្ងល់ផ្សេងៗតាក់ទងទៅនឹងការជួញដូរទៅលើតម្លៃឆេងមាសនៅលើទីផ្សារអន្តរជាតិជាមួយនឹងខាងក្រុមហ៊ុន Alpha Gold Future បងប្អូនបាទកុំភ្លេចធ្វើការតំណែងមកខាងក្រុមការងាររបស់យើងដើម្បីសួរនាំអំពីព័ត៌មានលម្អិតបន្ថែមទៀតបាទអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណ